39 សប្តាហ៍ហើយអត់មានអាការៈអ្វីទេការឈឺពោះចាអញ្ចឹងគឺ39សប្តាហ៍គ្រប់ខែអូនត្រៀមថ្ងៃតែប៉ុណ្ណឹងដេកចាំថ្ងៃដេកចាំថ្ងៃឈឺពោះអញ្ចឹងណាអញ្ចឹងគឺអត់ទាន់មានសញ្ញាអីទេប៉ុន្តែបើអូនណែនមកក្រោមខ្លាំងឬក៏ចាប់ដើមឈឺអួលរយទៅចង្កេះចាក់ទៅក្រោមលើថ្ងាសហ្នឹងគឺអាចជាសញ្ញានៃការឈឺពោះហើយប៉ុន្តែសម្រាប់អ្នកកូនដំបូងគឺវាអាចប្រែប្រួលមួយថ្ងៃពីរក៏មានដែរចាយើងហៅថាឈឺពោះយូរថ្ងៃតែទីពិតវាគ្រាន់តែប្រែប្រួលទេការបើកមាត់ស្ងួនវាអត់ទាន់មានលឿនដូចយើងចាប់ពី1កម្ម2កម្មឡើងទៅអ្នកខ្លះគ្រាន់តែប្រែប្រួលតិចតួចអាហ្នឹងយើងចាត់ទុកថាការឈឺពោះវាអាច1ថ្ងៃ2ថ្ងៃឯងសម្រាប់យើងហៅប៉ុន្តែទីពិតវាអត់ទាន់ទេចាអញ្ចឹងវាប្រែប្រួលតិចតួចអញ្ចឹងយើងតាមដានខ្លួនឯងចាមានទឹករំអិលលាឈាមចាឈឺពោះណែនចាក់ទៅក្រោមរយទៅចង្កេះហើយនឹងស្បូនកន្ត្រាក់ឡើងរឹងមានន័យថាពោះយើងចាប់ដើមចង្កោងរឹងរយៈពេលប្រហែលជា20វិនាទីម្ដងមានន័យថា20វិនាទីយើងរាប់ខ្លួនឯងណាចា20វិនាទីម្ដងហើយម្ដងប្រហែលជាសំទោស1ម៉ោង2ម៉ោងម្ដងហើយម្ដងប្រហែលជា20វិនាទីអីហ្នឹងគឺជាសញ្ញានៃការចាប់ដើមឈឺពោះហើយ39សប្តាហ៍ក៏គ្រប់ខែដែរបងប្អូនក៏អាចសម្រាប់បានដែរហ្នឹងណាតែក៏ណាក្នុងអំឡុងពេលហ្នឹងបងប្អូនព្យាយាមដើរតិចទៅដើម្បីឲ្យក្បាលកូនចុះល្អដែរដើម្បីស្រួលក្នុងការសម្រាករបស់យើងណាបងប្អូនចាអរគុណច្រើន